Bàiជំរាបសួរបងឲ្យខ្ញុំមកថតដែលបងឲ្យមកថតថាតើមានប្រទេសប្រជាពលរដ្ឋនៅជុំវិញយើងអត់ទេបងឥឡូវខ្ញុំថតពីខាងមុខនេះសិនណាបងទីតាំងដីទៅលក់ហ្មងគឺដីដែលភ្ជួរហើយបងភ្ជួរហើយប្រទេសប្រជាពលរដ្ឋមានបងនេះខាងនេះក៏ប្រទេសប្រជាពលរដ្ឋដែរបងបាំងដាំថ្នោតហ្នឹងសប្រទេសប្រជាពលរដ្ឋហើយប្រទេសបកក្បឿងក្នុងនោះទាំងហើយគ្នានេះផ្លូវចូលរត់ប្រទេសប្រជាពលរដ្ឋនៅខាងមុខដីហ៎បងផ្លូវខាងមុខដីហើយនេះផ្លូវចូលផ្ទះគេខាងក្រោយមួយទៀតហ៎បងផ្ទះតក្រោយទៀតនេះផ្លូវពីចំហៀងដីហ៎បងនេះបងហើយដីដែលត្រូវលក់គឺដីហ្នឹងហ្មងបងដីហ្នឹងហ្មងបងដីភ្ជួរហើយមាត់ស្អាតដីខ្ពស់អត់បាច់ចាំចាក់ដីទេធ្វើតែលបងហើយប៉ុន្តែនៅខាងក្រោយដីយើងប្រហែលជា10ម៉ែត្រ20ម៉ែត្រវាមានចាក់ដីចាស់មួយបងចាក់ដីចាស់មិនមែនចាក់ដីថ្មីទេចាក់ដីចាស់ដោយសារតែចាក់ដីនេះនៅក្នុងដីគេណាមិនមែននៅក្នុងដីដែលលក់ហ្នឹងទេហើយនៅក្នុងភូមិគេផ្សេងហើយខាងក្រោយចាក់ដីហ្នឹងវាមានផ្ទះជាពលរដ្ឋអញ្ចឹងណាគាត់មានដំណាំដូងមានអីខាងក្រោយល្អហើយបើពីជំហៀងខាងត្បូងវិញផ្ទះជាពលរដ្ឋគាត់នៅជុំវិញណាបងនេះផ្ទះគាត់បងផ្ទះគាត់ភូមិជាប់គ្នាហើយចាក់ដីនេះចាក់ដីគេចាស់នេះគេឈប់ប្រើអីយូរហើយបាក់បែកហើយនេះបងផ្ទះបងថាខ្លាចស្ងាត់ចឹងណានឹងដីហ្នឹងហ្មងតែដីនេះយើងចុះពីផ្លូវគូក្រហមបងចុះមកប្រហែលជាដី18ម៉ែត្រកែងចូលបន្តិចតែផ្លូវចូលធំចូលមកប្រហែលជា18ម៉ែត្របងហើយស្មើនេះផ្លូវចូលមកហ្នឹងបងកែងចូលមកប្រហែល10ម៉ែត្រដល់ដីផ្លូវបកគោគ្រឿងខាងមុខចុះមកវិញហ្នឹងបងហើយអ្វីដែលពិសេសបងអ្វីដែលពិសេសហ្នឹងគឺតាពាំងនេះបងតាពាំងនេះខាងមុខដីប្រឆិតចិត្តដីហ្នឹងដែរហ្នឹងបោះរត់គម្រោងជីកធ្វើជាកន្លែងស្តុបទឹកដ៏ធំមួយបងនេះគម្រោងរបស់ឃុំរបស់ស្រុកគាត់ទៅជីកអានេះគេទៅជីកបងតាពាំងរួមលើខាងឃុំគេមានគម្រោងបោះភូមិអីហើយត្រូវជីកធ្វើជាកន្លែងស្តុបទឹកដ៏ធំមួយនេះបងកន្លែងកក់ច្រើន